Rồiជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាជួបគ្នាvớiខ្ញុំនៅវីដេអូថ្មីថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែកម្លែកពុកម៉ែបងប្អូនទាំងគ្នាពីរបៀបនៃការឆែកមើលទីតាំងរបស់ឆ្នាំងសាករថយន្តអគ្គិសនី EV Station ហ្នឹងនៅក្នុងកម្មវិធី Google Maps ពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលមកកាន់ Google Maps តែម្ដងអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាមានទូរស័ព្ទដែរពុកម៉ែបងប្អូនទាំងគ្នាបើក Google Maps មកយើងចុចលើ Google Maps មកតាមទៀតយើងនឹងចេញបែបនេះគឺទីតាំងនេះគឺទីតាំងរបស់យើងអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នានេះគឺទីតាំងរបស់យើងធ្វើការ zoom ឲ្យបានអញ្ចឹងនេះគឺទីតាំងនៅក្នុងភ្នំពេញអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែនៅទីក្រុងភ្នំពេញអញ្ចឹងវាសូននៅទីក្រុងភ្នំពេញអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នានៅតាមបណ្ដាខេត្តក៏ចេញតាមបណ្ដាខេត្តដែរពុកម៉ែបងប្អូនទាំងគ្នាទៅតាមទីតាំងដែរពុកម៉ែបងប្អូនទាំងគ្នាស្នាក់នៅអញ្ចឹងណាតាមទៀតយើងផ្លែកទៅលើយើងឃើញពាក្យថា search here តាមទៀតយើងវាយមក search here យើងវាយ EV charger យើងវាយ EV charging station តាមទៀតយើងធ្វើការចុច search មកពុកម៉ែបងប្អូនទាំងគ្នាតាមទៀតវានឹងបង្ហាញឲ្យទៅតាមលំដាប់លំដោយពុកម៉ែបងប្អូនទាំងគ្នានេះគេដាក់ EV charging station នៅខាងលើនេះគឺមានរូបសញ្ញាផ្ទះអញ្ចឹងណាអញ្ចឹងនៅកន្លែងនេះគេដាក់ EV charger station អញ្ចឹងគេដាក់តាមលំដាប់ដែលនៅចិត្តរបស់យើងពុកម៉ែបងប្អូនទាំងគ្នានៅចិត្តយើងនេះគឺ 2.7 គីឡូម៉ែត្រ 5.6 នេះ 4.5 អញ្ចឹងគេដាក់ដែលនៅចិត្តយើងជាងគេដំបងហ្នឹងអញ្ចឹងកន្លែងនេះក៏យើងអាចមើលបានដែរយើងអាចធ្វើការមើលរើសទៅតាមទីតាំងដែលល្អមាន rate ចាប់ពី 3.5 4.5 អញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាគឺមានរើស view ដែរ view ចាប់ពី3ឡើងអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាពុកម៉ែបងប្អូនទាំងគ្នាអាចធ្វើការ select តាមហ្នឹងបានអញ្ចឹងឥឡូវយើងធ្វើការមើលមកនេះគឺ EV charger station គឺគេដាក់លេខ2នេះមានន័យថាមាន2ពុកម៉ែបងប្អូនទាំងគ្នាមានទូអូខេឥឡូវខ្ញុំធ្វើការចុចសារថ្មីដាក់ total 2 plug 2មានន័យថាដៃ2ពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងឥឡូវយើងធ្វើការមើលមកគឺនេះគឺ view របស់គេពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអាចធ្វើការ search ដើម្បីធ្វើការមើលទីតាំងរបស់ខាងសាករថយន្តអគ្គិសនីបានពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអាចធ្វើការ search មកពុកម៉ែបងប្អូនទាំងគ្នា EV charger charging station ហ្នឹងមកហើយកន្លែងនេះគឺដាក់ open មកអញ្ចឹងទីតាំងដែលកំពុងតែបើកអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាគឺ24ម៉ោងលើ24ម៉ោងគឺភាគច្រើន24ម៉ោងលើ24ម៉ោងអញ្ចឹងឥឡូវពុកម៉ែបងប្អូនទាំងគ្នាអាចមើលបានកន្លែងខ្លះគឺបិទអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងនៅភ្នំពេញយើងគឺមានច្រើនពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងយើងធ្វើការ zoom បន្តិចតាមបណ្ដាខេត្តជានៅសៀមរាបអាចមានដែរបងប្អូនទាំងគ្នាប៉ុន្តែគេអត់ទាន់ check ឬក៏មិនដឹងបងប្អូនទាំងគ្នាតែអត់ឃើញអញ្ចឹងសម្រាប់វីដេអូនៃការ search EV charging ហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាបើសិនជាមានចន្លោះខ្វះខាតគឺសូមមេត្តាខន្តីពីទៅផងដែរនេះគឺបច្ចៈយើង search ជាមួយនឹង Google Maps បងប្អូនទាំងគ្នាយើងគ្រាន់តែវាយ EV charging station មកគឺយើងអាចធ្វើការ search បានហើយវានឹងចេញទីតាំងមកហើយបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែរជួបគ្នាវិញខ្ញុំនៅវីដេអូក្រោយទៀតបងប្អូនទាំងគ្នា